សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់យើងខ្ញុំថ្ងៃនេះខ្ញុំនឹងសង្ខេបសៀវភៅដ៏ល្បីល្បាញមួយដែលមានឈ្មោះថា Rich Dad Poor Dad សៀវភៅនេះបានជួយមនុស្សរាប់លានអ្នកទូទាំងពិភពលោកឲ្យយល់ពីរបៀបរកលុយសន្សំលុយនិងបង្កើតទ្រព្យសម្បត្តិសៀវភៅនេះនិយាយអំពីអ្វីអ្នកនិពន្ធ Robert Kiyosaki បានប្រៀបធៀបឪពុកពីរនាក់ឪពុកក្រីក្រ Poor Dad ជាមនុស្សមានការអប់រំខ្ពស់មានការងារល្អក៏ប៉ុន្តែគាត់តែងតែមានបញ្ហាហិរញ្ញវត្ថុចំណែកឯឪពុកអ្នកមាន Rich Dad មិនបានរៀនខ្ពង់ខ្ពស់ទេប៉ុន្តែគាត់ពិតជាយល់ច្បាស់អំពីរបៀបឲ្យលុយធ្វើការឲ្យខ្លួនសៀវភៅនេះចង់បង្ហាញឲ្យយើងឃើញថាការខិតខំធ្វើការតែមួយមុខមិនប្រាកដថាអាចក្លាយជាអ្នកមានបាននោះទេមេរៀនទី1កុំធ្វើការដើម្បីលុយតែឲ្យលុយធ្វើការឲ្យយើងមនុស្សភាគច្រើនធ្វើការពេញមួយជីវិតដើម្បីបានប្រាក់ខែប៉ុន្តែអ្នកមានគិតពីរបៀបយកលុយទៅបង្កើតចំណូលបន្ថែមខ្ញុំសូមលើកឧទាហរណ៍បង្ហាញមួយប្រសិនបើអ្នកសន្សំប្រាក់បានបន្តិចអ្នកអាចយកវាទៅបើកអាជីវកម្មតូចមួយឬវិនិយោគលើអ្វីដែលអាចបង្កើតចំណូលអត្ថន័យសំខាន់គឺកុំឲ្យពេលវេលារបស់អ្នកបដូរយកលុយតែប៉ុណ្ណោះតែត្រូវរកវិធីឲ្យលុយជួយរកលុយបន្ថែមទៅជាការល្អមេរៀនទី2ទិញទ្រព្យសម្បត្តិមិនមែនទិញបំណុលអ្នកនិពន្ធនិយាយថាមនុស្សជាច្រើនគិតថារបស់ថ្លៃជាទ្រព្យសម្បត្តិប៉ុន្តែតាមពិតទៅទ្រព្យសម្បត្តិគឺជាអ្វីដែលនាំលុយចូលហោប៉ៅរបស់អ្នកចំណែកឯបំណុលគឺជាអ្វីដែលដកលុយចេញពីហោប៉ៅរបស់អ្នកឧទាហរណ៍ទី2ឧទាហរណ៍ដូចជាផ្ទះជួលអាចនឹងផ្ដល់ប្រាក់ចំណូលឲ្យយើងជាប្រចាំខែវាស្មើនឹងទ្រព្យសម្បត្តិចំណែកឯប្រសិនបើយើងយកលុយទៅទិញរថយន្តដែលត្រូវចំណាយទាំងថ្លៃសាំងថ្លៃជួសជុលជាប្រចាំអានឹងវាស្មើនឹងបំណុលហើយសំខាន់ប្រភេទរថយន្តប្រសិនបើយើងលក់ទៅវិញគឺវានឹងខាត់លុយច្រើនមែនតើមុននឹងចំណាយលើរបស់ថ្លៃត្រូវសួរខ្លួនឯងថាវានាំលុយចូលឬក៏ដកលុយចេញមេរៀនទី3រៀនចំណេះដឹងអំពីហិរញ្ញវត្ថុសាលាបង្រៀនយើងពីរបៀបរកការងារប៉ុន្តែមិនសូវបង្រៀនយើងអំពីការគ្រប់គ្រងលុយនោះទេអ្នកនិពន្ធក៏បានលើកទឹកចិត្តឲ្យយើងរៀនការសន្សំប្រាក់ការវិនិយោគការបង្កើតអាជីវកម្មការគ្រប់គ្រងចំណាយចំណេះដឹងទាំងអស់នេះវាអាចជួយឲ្យយើងមានសេរីភាពហិរញ្ញវត្ថុនាពេលបច្ចុប្បន្ននិងនៅថ្ងៃអនាគតខ្ញុំសូមបញ្ចេញមតិផ្ទាល់ខ្លួនបន្តិចអ្វីខ្ញុំចូលចិត្តជាងគេនៅក្នុងសៀវភៅក្បាលនេះគឺគំនិតដែលថាអ្នកមានគេមិនធ្វើការដើម្បីលុយទេពួកគេធ្វើការផងពួកគេឲ្យលុយធ្វើការឲ្យពួកគេផងសម្រាប់យើងដែលកំពុងធ្វើការឬមានមុខរបរតូចក៏អាចចាប់ផ្ដើមបានដែរយើងគ្រាន់តែសន្សំប្រាក់រៀនជំនាញថ្មីនិងបង្កើតប្រភពចំណូលបន្ថែមបន្តិចម្ដងតាមអ្វីដែលយើងអាចធ្វើទៅបាននិងតាមជំនាញរបស់យើងសេចក្តីបញ្ចប់នៅក្នុងវីដេអូនេះខ្ញុំក៏ចាប់បាន3ចំណុចសំខាន់នេះទី1ឲ្យលុយធ្វើការឲ្យយើងចំណុចទី2ទិញទ្រព្យសម្បត្តិមិនមែនទិញបំណុលចំណុចទី3រៀនចំណេះដឹងហិរញ្ញវត្ថុជានិច្ចប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមចុច like share និង subscribe ដើម្បីទទួលបានវីដេអូថ្មីពី channel របស់ខ្ញុំទៀតបាទ